សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel e-learning ថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់កម្មវិធី Canva នៅក្នុងកម្មវិធី Canva នេះខ្ញុំបែងចែកមាតិកាជា5មេរៀនមេរៀនទី1និយមន័យមេរៀនទី2ការចុះឈ្មោះប្រើប្រាស់កម្មវិធី Canva មេរៀនទី3ការជ្រើសរើសពុម្ពគំរូមេរៀនទី4ការរចនានិងមេរៀនទី5របៀបទាញយកមកប្រើប្រាស់ក្រោយពីយើងបានរចនារួចមេរៀនទី1និយមន័យCanva គឺជាវេទិការចនាក្រាហ្វិកប្រើដើម្បីបង្កើតក្រាហ្វិកប្រព័ន្ធផ្សព្វផ្សាយសង្គមបទបង្ហាញបដាឯកសារនិងវេទិកាផ្សេងៗទៀតកម្មវិធីនេះរាប់បញ្ចូលនូវពុម្ពគំរូជាច្រើនសម្រាប់អ្នកប្រើប្រាស់កម្មវិធីនេះផ្ដល់គណនីប្រើប្រាស់ដោយឥតគិតថ្លៃនិងគិតថ្លៃដូចជាគណនី Canva Pro និង Canva Enterprise សម្រាប់ប្រើប្រាស់មុខងារល្អៗជាច្រើនបន្ថែមទៀតមេរៀនទី2ការចុះឈ្មោះប្រើប្រាស់ដើម្បីប្រើប្រាស់ Canva បានជាដំបូងអ្នកត្រូវបង្កើតគណនីជាមុនសិនដើម្បីបង្កើតគណនីបានទី1យើងត្រូវទៅចូលទៅក្នុង browser ហើយវាយពាក្យថា canva.com ដើម្បីចូលទៅក្នុងកម្មវិធី Canva ក្រោយមកទៀតយើងធ្វើការ sign up ហើយបន្ទាប់មកយើងជ្រើសរើសប្រភេទគណនីដើម្បីចូលប្រើប្រាស់កម្មវិធី Canva ត្រង់ចំណុចនេះខ្ញុំនឹងបង្កើតជាឧទាហរណ៍ជូនអ្នកមកដល់ចំណុចនេះយើងត្រូវតែមាន Google Chrome ខ្ញុំសង្ឃឹមថាអ្នកនរគ្នាមាន Google Chrome ឬក៏អ្នកនរគ្នាអាចបង្កើតដំឡើងខ្លួនឯងបានយើងមកស្ដាំលើកម្មវិធី Google Chrome ហើយយើងយកពី Open បន្ទាប់មកយើងវាយពាក្យថា canva.com តោះនេះយើងធ្វើការ enter សូមរងចាំបន្ទាប់ពីយើងវាយពាក្យថា canva.com ហើយបន្ទាប់មកយើងចូលមកដល់កម្មវិធី Canva ដែលមានរូបរាងបែបនេះបន្តមកទៀតយើងក៏លេខមកខាងស្ដាំដែរយើងឃើញមានប៊ូតុង2យើងចុចលើប៊ូតុង sign up យើងយកពាក្យថា continue with another account ចុចលើពាក្យ continue with Google ចុចលើពាក្យថា use another account ចុចពាក្យថា create account ក្នុងចំណុចនេះយើងវាយឈ្មោះយើងចូលឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះថ្មីយើងចុចពាក្យថានេះយើងចូលទៅខែណាយើងចូលរើស mail តោះតិចយើងចុចលើប៊ូតុងនេះត្រង់ចំណុចនេះយើងអាចដាក់ឈ្មោះ mail ដែលយើងបានបង្កើតយើងចុចលើពាក្យថានេះមានថាយើងអាចប្រើឈ្មោះគង់តារានេះបានទេយើងអាច delete យើងប្រើបែបនេះក៏យើងសរសេរសារថ្មីគង់តារា768ណាយើងចុចលើពាក្យប៊ូតុងនេះអូខេបន្តិចយើងដាក់ឈ្មោះថាតារា2026តារា2026បន្តិចយើងចុចលើប៊ូតុងនេះបន្តិចយើងដាក់ phone number យើងចុចលើប៊ូតុងនេះមានន័យថាលេខទូរស័ព្ទនេះយើងប្រើច្រើនពេកអញ្ចឹងវាឲ្យយើងទៅទេខ្ញុំធ្វើការផ្លាស់ប្ដូរលេខទូរស័ព្ទចុចលើប៊ូតុងនេះពេលនោះ Google នឹងផ្ញើលេខកូដចូលទៅក្នុងទូរស័ព្ទរបស់យើងបន្តមកទៀតយើងធ្វើការចុចលើប៊ូតុងនេះកន្លែងនេះយើង skip សិនតោះទៀតយើងបង្កើត mail ដែលមានឈ្មោះថាគង់តារានេះបានដោយជោគជ័យខ្ញុំសូមធ្វើការ copy យើងចុចលើប៊ូតុងនេះបន្តិចយើង scroll ក្រោមយើងចុចលើពាក្យ I agree
តោះបន្តិចយើងជួយលើកពាក្យ continue យើងធ្វើការរងចាំយើងយកពាក្យថា personal project ត្រង់ចំណុចនេះយើងអាចប្រើអានត្រៀលរយៈពេល30ថ្ងៃយើងចុចនេះចុច free trial សម្រាប់ការបង្កើត Gmail យើងបានបង្កើតរួចហើយយើងបានបង្កើត account Canva ក៏រួចហើយដែរនៅក្នុងចំណុចនេះខ្ញុំនឹងបង្ហាញអ្នកនៅលើវីដេអូមេរៀនទី3របៀបប្រើប្រាស់ presentation social media វីដេអូ document ឬក៏ whiteboard ចំណុចផ្សេងទៀតដូច្នេះនៅក្នុងមេរៀននេះខ្ញុំនឹងសូមបញ្ចប់ត្រឹមមេរៀនទី2ជួបគ្នានៅមេរៀនបន្តសូមអរគុណ